គ្នាយើងប្រកាសជាបានដឹងហើយថាឪពុកម្ដាយរបស់ Wallin គឺបានស្លាប់បាត់បង់ជីវិតតាំងពី Wallin នៅខ្សោយមកម្ល៉េះហើយការស្លាប់របស់ពួកគាត់ទាំងពីរនេះក៏ដោយសារតែគ្រួសារតកូថងគឺថងហ៊ូយៀននៅពេលនោះក៏ Wallin បញ្ជាគឺបានសម្លាប់ជាមួយនឹងទេពកោសល្យនៅក្នុងសមាជិកនៃគ្រួសារតកូថងម្នាក់ដែលបណ្ដាលឲ្យសមាជិកគ្រួសារតកូវ៉ានទាំងមូលស្ទើរតែបាត់បង់ទាំងស្រុងតែម្ដងដោយសារតែថងហ៊ូយៀនគឺបានសងសឹកជាមួយនឹងការបំផ្លាញគ្រួសារតកូវ៉ានទាំងមូលនៅពេលនោះក៏ថងហ៊ូយៀនក៏បានសម្លាប់ទៅកាន់ឪពុកម្ដាយរបស់ Wallin ផងដែរគឺថែមទាំងដកស្រូបយកពលឹងរបស់ពួកគាត់ដាក់ចូលទៅក្នុងទង់ពលឹងថែមទៀតនៅពេលនោះក៏ Wallin ក៏បានប្រយុទ្ធជាមួយនឹងថងហ៊ូយៀនបន្តិចផងដែរដោយសារតែ Wallin របស់យើងគឺចង់បានបំណែកពលឹងរបស់ឪពុកម្ដាយគេត្រឡប់មកវិញសម្រាប់គ្នាយើងដែលចង់មើលការសម្រាយរឿងមានដូចជា Hanley ឬក៏ Wallin ជាដើមជាមួយនឹងរឿងផ្សេងៗទៀតក៏អាចទំនាក់ទំនងមកកាន់ខ្ញុំបានផងដែរហើយ link ទំនាក់ទំនងចូលទៅកាន់ក្រុម VIP គឺខ្ញុំនឹងដាក់នៅក្នុង comment ផ្ទាល់ដើម្បីទទួលបានពលឹងរបស់ឪពុកម្ដាយគេមកវិញគឺ Wallin របស់យើងគឺមិនស្ដាយនោះទេសូម្បីតែជីវិតក៏ហ៊ានផ្លាស់ប្ដូរផងដែរនៅចុងក្រោយគឺ Wallin ទទួលបានជាមួយនឹងពលឹងដែលគេចង់បានចំណែកឯខ្លួនរបស់គេក៏ត្រូវបានបាត់បង់ផងដែរគឺស្លាប់បាត់បង់ជីវិតសល់តែពលឹងតែប៉ុណ្ណោះចូលទៅកាន់លំហផ្នែកខាងក្រៅតែគ្នាយើងមានដែលឆ្ងល់ថា Wallin របស់យើងគឺអាចជួយសង្គ្រោះឪពុកម្ដាយរបស់គេបានដែរឬអត់ចម្លើយនោះគឺមិនបាននោះទេក៏ដោយសារតែឪពុកម្ដាយរបស់ Wallin គឺជាមនុស្សធម្មតាមិនមែនជាអ្នកវឹកហាត់អមតៈឡើយគឺ Wallin របស់យើងគឺមិនអាចដាក់ពលឹងឪពុកម្ដាយរបស់គេចូលទៅកាន់រាងកាយថ្មីបាននោះទេដោយសារតែគាត់គឺជាមនុស្សធម្មតាមិនមានការវឹកហាត់អញ្ចឹងគឺមិនអាចគ្រប់គ្រងជាមួយនឹងរាងកាយបានឡើយទោះបីជា Wallin មានកម្រិតថាឪពុកខ្ពស់ប៉ុណ្ណាក៏ដោយឈានដល់ជំហានមួយផ្សេងទៀតក៏ដោយប៉ុន្តែ Wallin នៅតែមិនអាចជួយទៅកាន់ឪពុកម្ដាយរបស់គេបានអញ្ចឹងឪពុកម្ដាយរបស់ Wallin គឺជាមនុស្សដែលស្ថិតនៅក្នុងពិភពរមែងស្លាប់អញ្ចឹងហើយគឺមិនអាចរស់នៅក្នុងពិភពវឹកហាត់អមតៈដូចជា Wallin បានឡើយគឺ Wallin ក៏បានដឹងអំពីរឿងទាំងអស់នេះផងដែរទោះបីជា Wallin ខ្លាំងប៉ុណ្ណានៅតែមិនអាចជួយដល់ដែរអញ្ចឹងហើយការសម្រេចចិត្តរបស់ Wallin ជារឿងគឺឪពុកម្ដាយរបស់គេ Reincarnation ឬក៏ចាប់បដិសន្ធិឡើងវិញឬក៏ការចាត់ជាតិម្ដងទៀតមានតែធ្វើបែបនេះនោះទេទើបឪពុកម្ដាយរបស់គេគឺអាចរស់នៅបានម្ដងទៀតប៉ុន្តែមិនអាចរស់នៅក្នុងពិភពអមតៈបានឡើយគឺអាចរស់នៅក្នុងតែពិភពរមែងស្លាប់តែប៉ុណ្ណោះដោយដែលខ្ញុំបានប្រាប់ទៅកាន់អ្នកនរគ្នាអញ្ចឹងថាឪពុកម្ដាយរបស់ Wallin គឺជាមនុស្សដែលស្ថិតនៅក្នុងពិភពរមែងស្លាប់បើមិនជាឲ្យគាត់មកនៅក្នុងពិភពអមតៈដូចជា Wallin គឺមិនអាចទៅរួចឡើយដោយសារតែសម្ពាធទៅក្នុងពិភពអមតៈគឺខ្លាំងមែនទែនគ្រាន់តែសម្ពាធបន្តិចក៏អាចធ្វើឲ្យអ្នកទាំងពីរស្លាប់ម្ដងទៀតបានផងដែរទោះបីជា Wallin បើយើងចុះស្នាក់នៅជាមួយឪពុកម្ដាយរបស់គេពេញមួយជីវិតក៏ដោយប៉ុន្តែរឿងទាំងអស់ហ្នឹងគឺវាមិនអាចទៅរួចនោះទេដោយសារតែឪពុកម្ដាយរបស់គេគឺជាអ្នកដែលស្ថិតនៅក្នុងពិភពរមែងស្លាប់ចំណែកគេគឺជាអ្នកវឹកហាត់អមតៈគឺពិភពទាំងពីរនេះគឺបែងចែកដាច់ស្រឡះពីគ្នាតែម្ដងទោះបីជាគេមិនអាចរស់នៅជាមួយឪពុកម្ដាយរបស់គេបានរហូតក៏ដោយប៉ុន្តែយ៉ាងហោចណាស់ក៏គេអាចសម្លឹងមើលឃើញឪពុកម្ដាយរបស់គេផងដែរតែធ្វើឲ្យចិត្តរបស់ Wallin យើងក៏ស្ងប់បន្តិចបន្តួចហើយការធ្វើឲ្យឪពុកម្ដាយរបស់គេរស់ឡើងវិញនេះគឺជាគោលបំណងដ៏ធំមួយដូចជាការធ្វើឲ្យ Lee Muwan រស់ឡើងវិញអញ្ចឹងហើយការធ្វើឲ្យឪពុកម្ដាយរបស់គេរស់ឡើងវិញនេះគឺជាគោលបំណងដ៏ធំរបស់ Wallin តាំងពីដើមឡើយការដែលធ្វើឲ្យឪពុកម្ដាយរបស់គេរស់ឡើងវិញក៏ដូចជាការកាត់បញ្ហាចេញពីក្នុងចិត្តរបស់គេផងដែរក៏ដោយសារតែពេលកន្លងមកគឺ Wallin របស់យើងគិតថាគឺខ្លួនរបស់គេនេះជាអ្នកធ្វើឲ្យឪពុកម្ដាយរបស់គេស្លាប់រឿងទាំងអស់ហ្នឹងគឺជាបញ្ហាសម្រាប់ Wallin គឺ Wallin តែបន្ទោសទៅកាន់ខ្លួនឯងតែរឿងទាំងអស់ហ្នឹងកើតឡើងដោយសារតែគេម្នាក់គត់ទៅធ្វើឲ្យគ្រួសារជាមួយនៅឪពុកម្ដាយរបស់គេពូរបស់គេគឺបានស្លាប់បាត់បង់ជីវិតទៅប៉ុន្តែនៅពេលនេះគឺ Wallin គឺអាចរកវិធីឲ្យឪពុកម្ដាយរបស់គេគឺអាចរស់ឡើងវិញគឺចាប់កំណើតសារជាថ្មីបានជាហេតុធ្វើឲ្យការខូចចិត្តជាមួយនឹងការគិតច្រើនរបស់ Wallin ពេលកន្លងមកហ្នឹងគឺរសាយបាត់ទាំងស្រុងហើយខ្ញុំសូមបញ្ជាក់ទៅកាន់គ្នាយើងទៅគឺឪពុកម្ដាយរបស់ Wallin គឺអាចរស់នៅបានចន្លោះដូចជាមនុស្សធម្មតាអញ្ចឹងចាប់ពី70ឆ្នាំទៅដល់100ឆ្នាំអ្នកនរគ្នាគឺការចាស់ឈឺស្លាប់ជារឿងធម្មតាគឺច្បាប់ធម្មជាតិហើយការជួយសង្គ្រោះឪពុកម្ដាយរបស់ Wallin នេះគឺវាខុសពីការជួយសង្គ្រោះ Lee Muwan ណាអ្នកនរគ្នាពលឹងរបស់ Lee Muwan គឺជាពលឹងរបស់អ្នកវឹកហាត់អមតៈអញ្ចឹងវាងាយស្រួលនៅក្នុងការគ្រប់គ្រងរាយការណ៍អ្នកដទៃឬក៏ការប្រើប្រាស់វិជាមួយចំនួនដើម្បីតែគ្រប់គ្រងទៅកាន់រាយការណ៍ផ្សេងទៀតណាអ្នកនរគ្នាការយកពលឹងមនុស្សដែលស្លាប់ហើយយកទៅដាក់នៅក្នុងរាយការណ៍របស់អ្នកដទៃដើម្បីតែគ្រប់គ្រងរាយការណ៍គេអញ្ចឹងគឺវាខុសជាមួយនឹងច្បាប់ឋានសួគ៌អញ្ចឹងហើយគឺ Wallin បើយើងគឺត្រូវការពេលវេលាច្រើនខ្លាំងមែនទែនគឺរាប់ម៉ឺនឆ្នាំមនុស្សដើម្បីតែពង្រឹងជាមួយនឹងសមត្ថភាពរបស់គេរហូតទៅដល់សមត្ថភាពរបស់ Wallin គឺអាចបង្ក្រាបទៅកាន់ច្បាប់ឋានសួគ៌បាននៅពេលដែលខ្ញុំនិយាយដល់កន្លែងនេះគ្នាយើងប្រកាសជាឆ្ងល់ថាហេតុអ្វីបានជាស៊ឺធូណានគេអាចគ្រប់គ្រងទៅកាន់រាងកាយផ្សេងទៀតបានណានៅពេលនោះតើហេតុអ្វីបានជាមិនមានទរណកម្មឋានសួគ៌ឬក៏រន្ទះក្រហមនឹងមកប្រឆាំងជាមួយនឹងស៊ឺធូណានអញ្ចឹងហើយមូលហេតុក៏ដោយសារតែស៊ឺធូណាននេះគឺស្លាប់មិនមែនដោយសារតែអស់អាយុដូចជា Lee Muwan ឡើយហើយការស្លាប់របស់ស៊ឺធូណាននេះមិនមែនស្លាប់ដោយសារគាត់អស់អាយុឡើយក៏ដោយសារតែគាត់នឹងគឺបានបំផ្លាញទៅកាន់រាងកាយរបស់ខ្លួនឯងប៉ុន្តែពលឹងរបស់គាត់គឺនៅល្អទាំងស្រុងតែម្ដងអ្នកនរគ្នាហើយអ្វីដែលពិសេសនឹងគឺគាត់បានគ្រប់គ្រងទៅកាន់រាងកាយអាយ៉ងមិនមែនជារាងកាយមនុស្សឡើយអញ្ចឹងហើយគឺច្បាប់ឋានសួគ៌នេះគឺអាចធ្វើឲ្យទៅកាន់ស៊ឺធូណានបាននោះទេបើសិនជាអ្នកនរគ្នាចង់ឧបត្ថម្ភខ្ញុំក៏អាចឧបត្ថម្ភខ្ញុំបានផងដែរតាមរយៈ QR ដែលខ្ញុំដាក់នៅលើនឹងផ្ទាល់តែម្ដងហើយការឧបត្ថម្ភរបស់អ្នកនរគ្នាពិតជាជួយខ្ញុំបានច្រើនខ្លាំងមែនទែន